មានតែខ្ញុំខ្លាចណាស់ទៅមែនទេគឺខ្ញុំខ្លាចតែយ៉ាងនេះទេវាយ៉ាងម៉េចព្រោះតែខ្ញុំធំដឹងក្តីឡើងខ្ញុំមានឈ្មោះជាកូនអ្នកទីក្រុងរួចទៅហើយក្រោយពីទៅសាលារៀនខ្ញុំមិនដែលចេះកណាឆ្វេងឆ្វាយជាមួយនឹងមិត្តភ័ក្តិនោះទេនេះបើសិនជាអ្នកមីងបានដឹងគាត់គួរតែស្ដីបន្ទោសឲ្យកូនស្រីរបស់គាត់ដែរឬមួយក៏អត់ណោះឈប់វ៉ាន់នេះអញយករឿងអីមកនិយាយជាមួយយើងណាមុននេះស្មានតែខ្ញុំមិនឃើញទេថាមានមនុស្សប្រុសជូនឡានឯងមកដាក់ដល់មុខផ្ទះជាបងប្អូនចដូនមួយនឹងគ្នាអ្នកណាទៅចង់ឃើញបងប្អូនចដូនមួយរបស់ខ្លួនដើរផ្លូវខុសនោះហើយចុះឯងនេះមានសិទ្ធអីដែលមកឈរណែនាំខ្ញុំចំពោះមុខបែបនេះបើខ្លួនឯងធ្វើល្អហើយបន្តធ្វើល្អទៀតទៅហើយពេលនេះខ្ញុំក៏អត់ទាន់បានធ្វើអីខុសដែរក្នុងមួយខែតែអ្នកមីងរបស់ខ្ញុំជួបបងប្រហែលដែរទៅដើម្បីឲ្យតាមការពារបងប្អូនចដូនមួយរបស់ខ្ញុំម្នាក់នេះគ្មានអ្នកណាជួបខ្ញុំដោយប្រាំងទេក៏ប៉ុន្តែខ្ញុំយល់ថាគ្រួសាររបស់ម៉ាក់ភួងគឺមានគុណទៅលើពលរបស់ខ្ញុំបើសិនជាខ្ញុំជាបងវិញនោះខ្ញុំប្រហែលជាធ្វើមិនបានទេហើយបងមានដឹងដែរអត់ថារាល់ថ្ងៃនេះភួងឲ្យតម្លៃបងត្រឹមជាអ្វីភួងឲ្យតម្លៃឬមិនឲ្យតម្លៃខ្ញុំវាមិនសំខាន់តែអ្វីដែលសំខាន់គឺខ្ញុំធ្វើដើម្បីអ្នកមីងតែប៉ុណ្ណោះហើយបងមានដឹងដែរអត់ថាមុននេះអ្នកណាដែលជូនភួងមកដល់ផ្ទះខ្ញុំដឹងហើយបងដឹងហ៎ចុះបងមានទូរស័ព្ទទៅប្រាប់ម្ដាយភួងហើយនៅគ្រាន់តែរឿងប៉ុណ្ណឹងចាំបាច់អីទូរស័ព្ទទៅប្រាប់អ្នកមីងតើខ្ញុំគួរធ្វើមិនទៅណាហើយនេះបងរេក៏ដឹងអត់ថានាងភួងត្រូវជាបងប្អូនចដូនមួយនឹងខ្ញុំនោះបាទអរគុណមិនបាច់អរគុណខ្ញុំនោះទេបងរាជអូច្រវ៉ាន់ទេសុំស្មានថានរណាគេនេះខ្ញុំគិតថាបងរីពិតជាបរិសុទ្ធដែលមានមន្តស្នេហ៍ពិតមែនណាមិននឹងអាចទៅរួចនៅក្នុងសាលានេះអ្នកណាក៏គេល្បីថានាងភួងគឺជានារីម្នាក់ដែលមានបេះដូងដែរចិត្តរឹងមិនងាយណាមានបរិសុទ្ធណាម្នាក់អាចទាញយកបេះដូងរបស់គេបាននោះទេតែផ្ទុយទៅវិញបងរាជបែរជាអាចហៅគេឡើងជិះឡានទៅជាមួយបានយ៉ាងស្រួលអ្នកណាប្រាប់គ្មានអ្នកណាប្រាប់នោះទេតែខ្ញុំបានឃើញបងរាជទៅដើរលេងជាមួយគ្នាដល់ម៉ោង7 8យប់ឯណោះនេះវាទៅតែចាប់ដើមមែនទេបងរាជមិនក៏ច្រវ៉ាន់ដឹងដូចភួងគេប្រាប់ច្រវ៉ាន់មែនទេអត់ទេព្រោះផ្ទះដែលបងរាជជូននាងភួងទៅដាក់នោះគឺជាផ្ទះរបស់ខ្ញុំហ្នឹងណាច្រវ៉ាន់និយាយថាម៉េចផ្ទះមួយនោះគឺជាផ្ទះរបស់ច្រវ៉ាន់ចាព្រោះថាខ្ញុំនិងនាងភួងគឺជាបងប្អូនចដូនមួយនឹងគ្នាហើយផ្ទះនោះគឺជាគេរបស់លោកយាយខ្ញុំហើយខ្ញុំនិងម៉ាក់របស់ខ្ញុំនៅផ្ទះនោះតាំងពីខ្ញុំនៅតូចមកម្លេះប៉ុន្តែម៉ាក់របស់នាងភួងបានជានិយាយថាផ្ទះនោះគឺលោកយាយឲ្យកប់ដាច់មុខទៅវិញតែខ្ញុំគិតថាម៉ាក់ខ្ញុំគាត់មិនព្រមទេរួចយករឿងនេះមកនិយាយប្រាប់ខ្ញុំធ្វើអីទៅព្រោះខ្ញុំខ្លាចនាងភួងនិយាយប្រាប់បងរាយថាផ្ទះនោះគឺជាផ្ទះរបស់គេហ្នឹងណា
រឿងផ្ទះវាមិនសំខាន់ទេសម្រាប់ខ្ញុំអ្វីដែលខ្ញុំចង់សួរត្រឡប់ទៅវិញនោះប្រុសម្នាក់ឈ្មោះសុបិននោះគេមានអារម្មណ៍យ៉ាងណាចំពោះភួងអូរឿងហ្នឹងខ្ញុំក៏មិនសូវជាច្បាស់ដែរតែបើតាមការសង្កេតរបស់ខ្ញុំគិតថាបងសុបិនតាមការពារនាងភួងមិនដូចជាអង្គរៈតាមការពារច្បាយនេះនោះទេហើយតែពេលនេះបងកាន់តែចាស់ទៅហើយប្អូនហ្នឹងគិតឲ្យបងហ្នឹងនៅយាមផ្ទះអស់មួយជីវិតទៅឬមួយក៏យ៉ាងម៉េចបងសាវីខ្ញុំក៏បានដឹងថាពួកយើងមានវ័យចំណាស់ខ្ញុំមិនមែនជាមនុស្សចិត្តអាក្រក់ចិត្តដាច់គ្មានការយកនោះដែរប៉ុន្តែក្នុងរឿងនេះបងក៏បានដឹងច្បាស់ថាមុននឹងម៉ែស្លាប់ទៅថាផ្ទះមួយនេះគាត់ប្រគល់ឲ្យអ្នកណាបងដឹងថាពួកយើងមានចំណែករៀងខ្លួនតែដោយសារបងមានបញ្ហាទើបបងនាំកូនមករស់នៅផ្ទះនេះហើយម្យ៉ាងវិញទៀតប្អូនក៏មានផ្ទះសំល្មមរស់នៅតាមខេត្តហើយតែប្អូននៅទៀមទាយកផ្ទះនេះទៅធ្វើអីឲ្យបងមកណាប្អូនសុវ័យចែកផ្ទះនឹងឲ្យបងមកណាព្រោះថាប្អូនហ្នឹងក៏បានបន់ច្រើនដែរហើយបងនិយាយនេះព្រោះថាបងនេះគឺជាបងស្រីរបស់ឯងនោះអីខ្ញុំគិតថាបងជាបងស្រីបង្កើតរបស់ខ្ញុំនោះហើយបានជាខ្ញុំប្រកល់ផ្ទះមួយនេះឲ្យបងរស់នៅបើខ្ញុំទុកផ្ទះនោះជួលបងគិតទៅមើលតើក្នុងមួយខែខ្ញុំរកចំណូលបានប៉ុន្មានមិនថាអញ្ចឹងហើយចិត្តដាច់ណាស់ប្រកល់ផ្ទះនឹងមួយឲ្យបងក៏មិនបានដែរនេះដល់ថ្នាក់បងហ៊ានហាមកសុំទៅហើយនៅតែមិនឲ្យទៀតអញ្ចឹងឯងណែនាំកូនស្រីរបស់ឯងផងព្រោះថាសប្តាហ៍ថ្ងៃនេះគេមិនដែលចាត់ទុកយើងជាម្ដាយធំរបស់គេទេព្រោះតែគេចាត់ទុកបងហើយនឹងកូនហ្នឹងដូចជាមនុស្សមកសុំស្នាក់អាស្រ័យប្រហែលឆ្នាំនេះដែលក្មួយភួងគេចូលមកនៅគេចាត់ទុកបងនឹងកូនណាមិនស្មើនឹងសម្រាមផងមិនក៏ដល់ថ្នាក់ហ្នឹងបងហ្វាវីចុះបើយូរណាស់ហើយហេតុអីបងមិននិយាយប្រាប់ខ្ញុំប៉ុណ្ណឹងចុះណាចាំខ្ញុំទូរស័ព្ទទៅនិយាយជាមួយនឹងកូនភួងជប់សិនកុំនិយាយអីជាមួយក្មួយភួងឲ្យសោះថាបងទេតែប្រាប់ឯងហេតាមធម្មតាកូនភួងគេស្រឡាញ់បងហ្វាវីខ្លាំងណាស់ចុះហេតុអីពេលនេះគេធ្វើឲ្យមានរឿងល្អកកអញ្ចឹងណាជំរាបសួរអ្នកមីងក្មួយតង់ក្មួយនៅក្បែរកូនភួងដែរអត់ខ្ញុំនៅសាលាកំពុងឈរចាំភួងមីងសុំពេលនិយាយគ្នាបន្តិចបានទេបាទបានតាអ្នកមីងមានបញ្ហាអីមែនទេកូនស្រីរបស់ខ្ញុំពេលនេះយ៉ាងម៉េចទៅហើយគឺអត់អីនោះទេខ្ញុំនាំគ្នាមករៀនរាល់ថ្ងៃហើយខ្ញុំតែងតែមើលការខុសត្រូវចំពោះភួងមិនឲ្យឃ្លាតនោះទេមីងអរគុណគឺអរគុណចំពោះឯងច្រើនហើយណាហើយចាត់ទុកថាភួងជាប្អូនបង្កើតរបស់ឯងទៅចុះតែមីងចង់ដឹងមួយថាមួយរយៈក្រោយនេះគេមានបញ្ហាអីជាមួយនឹងគ្រួសារបងហ្វាវីដែរអត់បាទដូចជាអត់មានរឿងអីកើតឡើងទេអ្នកមីងបើអញ្ចឹងជួយប្រាប់ផងណាបើសិនណាក្មួយពិនិត្យឃើញថាមានអ្វីឆ្កងនោះព្រោះថាខ្ញុំនៅឆ្ងាយខ្ញុំគ្មានពេលបានស្ដីបដៅដល់កូននោះទេប៉ុណ្ណឹងចុះណាបាទជំរាបលាអ្នកមីង
Thơ chăm khi nhâm thăm em này. Khiêm prap ai thà khiêm chi la cho mỗi nông mừng riêng. Stop ba này. មានរឿងច្រើនណាស់ដែលខ្ញុំលាក់បាំងមិនឲ្យអ្នកមីងគាត់ដឹង ចង់ប្តឹងមកខ្ញុំពីរឿងអីខ្លះ នៅមិនទាន់ដឹងខ្លួនទេថារងថ្ងៃនេះធ្វើស្អីខ្លះចំពោះមុខខ្ញុំ នេះខ្ញុំធំហើយណានេះតង់ខ្ញុំមិនមែនជាកូនក្មេងដោយការរៀនវិទ្យាល័យទេតែទោះបីជាយ៉ាងណាក៏ខ្ញុំអរគុណលោកដែរអរគុណគ្រប់យ៉ាងអរគុណដែលជួយថែខែខ្ញុំប៉ុន្តែមិនដល់ថ្នាក់ថែខែតាំងបេះដូងរបស់ខ្ញុំនោះទេ ខ្ញុំសម្លឹងឃើញថាបរិះម្នាក់នោះគេមិនល្អនោះទេនេះយកបេះដូងបកគលឲ្យគេតាំងពីពេលណាខ្ញុំសុំយកមកវិញ សម្ដីនេះខ្ញុំទទួលយកមិនបានទេណានេះតង់ខ្ញុំសុំហាមខ្ញុំមានសិទ្ធិលើបេះដូងរបស់ខ្ញុំមួយនេះបើទោះបីជាខ្ញុំបកគលឲ្យទៅបរិះណាម្នាក់ផ្សេងពិតជាមិនអាចយកមកវិញបាននោះទេរៀនប្រើពាក្យសម្ដីបានគួរសមផងព្រោះថាពួកយើងនេះរៀនចិត្តចប់មហាវិទ្យាល័យឯងខ្ញុំទៅហើយបងរីក៏មកទទួលខ្ញុំឯងបងប្រុសរបស់ភួងគេជិះម៉ូតូតាមក្រោយចាខ្ញុំដឹងហើយបើអញ្ចឹងយើងគួរទៅណាក្រែបងប្រាប់ថាជុំខ្ញុំទៅផ្ទះហ៎ធុញទ្រាន់នឹងអាមរនុខ្លាំងដែរទេចាខ្ញុំបនស្រន់ឲ្យតរៀនចប់ឆាប់នោះទេព្រោះខ្ញុំមិនចង់ឃើញមុខគេម្នាក់នោះទៀតទេចុះស្អែកខ្ញុំមកទទួលដែរទេចាគឺត្រូវតែអញ្ចឹងហីព្រោះថាខ្ញុំចង់កាច់បំបាក់បរិមម្នាក់នោះអូខេស្អែកខ្ញុំមកទទួលចាចវ៉ាន់ហើយនឹងក្មួយភួងនេះរៀនសាលាជាមួយគ្នាសោះហេតុអីបានជាមកក្រោយកូនចវ៉ាន់រាល់ថ្ងៃឬមួយក៏ក្មួយសុបិននោះជិះម៉ូតូយឺតមិនមែនតែដឹងណាម៉ាក់ព្រោះថាភួងមិនដែលជិះម៉ូតូជាមួយនឹងបងសុបិននោះទេណាម៉ាក់ចុះទៅយ៉ាងម៉េចទៅជាមួយអ្នកណាគេអ្នកក្មួយភួងឬអ៊ំសួរទេម៉ាក់ខ្ញុំប្រាប់ថាពេលញ៉ាំអាហារគាត់មិនឲ្យជជែកគ្នានោះទេបើសិនជាមកអ៊ំចង់សួរឬក៏ចង់បដៅអីចាំក្រោយពេលបាយទៅបានទេព្រោះថាពេលនេះខ្ញុំត្រូវការញ៉ាំបាយឆ្អែតសិន
ក្មួយស្បិនចូលអង្គុយសិនទៅ មិនអីទេណាមីខ្ញុំឈរត្រង់នេះក៏បានដែរ មានមូលហេតុអីហ៎បានជាឈប់ជិះម៉ូតូជាមួយនឹងក្មួយសុបិននេះបើសិនជាម្ដាយឯងដឹងតើមានមនុស្សប្រមាណអ្នកដែលត្រូវគេស្ដីបន្ទោសហ៎ បើសិនជាមានអ្នកណាគេចង់យកមុខយកមាត់យកកត់យកគួរគឺអ្នកនោះហើយដែលត្រូវមកខ្ញុំស្ដីបន្ទោសខ្ញុំមានសិទ្ធិរបស់ខ្ញុំមានសិទ្ធិជ្រើសរើសមិត្តភក្តិដល់ខ្លួនខ្ញុំហើយគ្រាន់តែខ្ញុំទៅសាលារៀនជាមួយនឹងមិត្តភក្តិតើវាខុសដែរតើមែនទេ វាមិនខុសអីទេតែវាខុសពីបញ្ជារបស់ម៉ាក់ឯងម្យ៉ាងវិញទៀតនោះខ្ញុំជាចាស់ជាទុំនៅទីនេះដែរបើសិនជាឯងមិនជិះម៉ូតូជាមួយនឹងក្មួយសុបិនទេនោះចុះហេតុអីបានជាឯងមិនជិះម៉ូតូជាមួយនឹងកូនឆោវ៉ាន់ទៅនេះបើសិនជាក្មួយសុបិនមិនទូរស័ព្ទទៅប្រាប់ម៉ាក់ឯងទេខ្ញុំនេះក៏មានសិទ្ធិព្រោះខ្ញុំក៏ជាអ៊ំបង្កើតរបស់ឯងដែរនោះអី ខ្ញុំស្មានតែមានបញ្ហាបាននិយាយពីរឿងនេះខ្ញុំគ្មានយោបល់នោះទេ ក្មួយសុបិនចាប់សិនក្មួយសុបិនស្ដាប់មីងសិន មិនចាំបាច់ទេម៉ែអ៊ំព្រោះថាបញ្ហានេះគ្មានអ្នកណាអាចហាមខ្ញុំបានទេសូម្បីតែម៉ាក់របស់ខ្ញុំហើយគ្រាន់តែខ្ញុំនេះទៅជិះឡានជាមួយគេមិនមែនមានន័យថាខ្ញុំនេះយកខ្លួនប្រាំទៅឲ្យគេណា មើលគេធ្វើដាក់ខ្ញុំចាស់នេះបើសិនជាកូនឆោវ៉ាន់វិញខ្ញុំមកកាត់ជាវាយហើយ ខ្ញុំនៅតែមិនអស់ចិត្តខ្លួនឯងចំពោះរឿងដែលខ្ញុំបានជួបនៅឯបរិយាស្ថានមួយនោះខ្ញុំគួរតែទៅទីនោះម្ដងទៀតហើយបើសិនជាខ្ញុំអាចថតរូបអប្សរានោះបានមែនខ្ញុំនឹងមានព័ត៌មានធ្វើគេភ្ញាក់ផ្អើលព្រោះការពិតខ្ញុំមិនមែនសម័យនោះទេ ខ្ញុំមានរឿងខ្លះចង់និយាយប្រាប់ ជីវិតស្វែងរកក្រោយគ្មានឡើយពាក្យថា ខ្ញុំមានរឿងខ្លះចង់និយាយប្រាប់មកដល់ពេលនេះខ្ញុំមិនដឹងថានេះតង់ចេះមានស្នេហាដែរឬក៏អត់នោះទេតែពេលនេះគឺបង្រីគាត់ស្រឡាញ់ខ្ញុំតើខ្ញុំគួរតែទទួលយកគាត់ដែរឬក៏អត់ ខ្ញុំឈ្មោះសុបិនលបងឈប់ហៅខ្ញុំនេះតង់ទៅបើចង់ស្រឡាញ់ណាគេម្នាក់ឬក៏ចង់មានស្នេហាចាំផុតតួនាទីខ្ញុំសិនទៅ តួនាទីស្អីគេ គឺតួនាទីធ្វើជាបងប្រុសភួងធ្វើជាអ្នក take care ភួងយ៉ាងហោចណាស់ក៏មានរយៈពេល4ឆ្នាំដែរខ្ញុំបានបំពេញតួនាទីរបស់ខ្ញុំរយៈពេល3ឆ្នាំកន្លងផុតទៅសល់ពេលមិនយូរទេយើងនឹងបញ្ចប់មហាវិទ្យាល័យបើចង់មានស្នេហាឬស្រឡាញ់ណាគេទ្រាំចាំបន្តិចទៀតទៅ វាមិនដូច្នេះទេណានេះតង់ខ្ញុំដឹងថានេះតង់មានតួនាទីជាបងប្រុសរបស់ខ្ញុំប៉ុន្តែវាមិនរហូតដល់ថ្នាក់
បិទសិតនឹងមនុស្សចេតនាបងអូនស្រីខ្លួនឯងឯមែនទេព្រោះតែខ្ញុំដឹងថានីតង់តាំងខ្លួនធ្វើជាបងប្រុសដ៏ល្អម្នាក់ដូច្នេះហើយទើបបានជាខ្ញុំមកប្រាប់ថាពេលនេះគឺខ្ញុំស្រឡាញ់បងរាជតែខ្ញុំមិនទាន់អនុញ្ញាតតែមនុស្សចេតនារបស់ខ្ញុំបានចាប់ផ្ដើមឯងហើយសល់ពេលមិនយូរប៉ុន្មាននេះពួកយើងនឹងបញ្ចប់ការសិក្សាហើយពេលនោះនីតង់ក៏អស់តួនាទីជាបងប្រុសរបស់ខ្ញុំដែរអញ្ចឹងខ្ញុំក៏ត្រូវចាប់ផ្ដើមចាប់ពីពេលនេះតទៅដែរជីវិតពួកយើងត្រូវគិតឲ្យវែងឆ្ងាយត្រូវចេញតស៊ូឲ្យអងពីចិត្តកាយយើងត្រូវក្រោកឈរដើរឆ្ពោះទៅមុខកុំដើរថយក្រោយត្រូវតាំងចិត្តជាយាមកុំហាត់ពេលវេលាមិនចាំយើងឡើយតន់មានឱកាសត្រូវគិតឲ្យច្បាស់ទុកឲ្យហើយដើម្បីជីវិតស្វែងរកឲ្យវែងឆ្ងាយត្រូវចេញតស៊ូឲ្យអងពីចិត្តកាយយើងត្រូវក្រោកឈរដើរឆ្ពោះទៅមុខកុំដើរថយក្រោយត្រូវតាំងចិត្តជាយាមកុំហាត់ពេលវេលាមិនចាំយើងឡើយតន់មានឱកាសត្រូវគិតឲ្យច្បាស់ទុកឲ្យហើយដើម្បីជីវិតស្វែងរកត្រើយគ្មានឡើយពាក្យថាចោលចាញ់ត្រូវតែតស៊ូតស៊ូដើម្បីភាពជោគជ័យព្រិញថៃជីវិតពួកយើងត្រូវគិតឲ្យវែងឆ្ងាយត្រូវចេញតស៊ូឲ្យអងពីចិត្តកាយយើងត្រូវនេះខ្ញុំមិននឹកស្មានទេគួងក៏មកមើលខ្ញុំលេងបាល់ដែរនេះវាយកបន្តិចទៅហើយចាពួកខ្ញុំចេញពីរៀនហើយក៏ដឹងថាបង្រៀនប្រកួតបាល់ទើបខ្ញុំប្រួលមិត្តភក្តិមកគ្រប់គ្រងហ្នឹងណាគឺវាមិនមែនជាលក្ខណៈផ្លូវការអីនោះទេគ្រាន់តែណាត់គ្នាប្រកួតមិត្តភាពតែប៉ុណ្្នឹងឯងថ្ងៃណាមួយលោកនាយកបានប្រាប់ថាមានរៀបចំកម្មវិធីមួយជាផ្លូវការព្រោះវាសាលារបស់យើងហើយនៅសាលាដទៃទៀតហើយបើសិនជាមានថ្ងៃនោះសូមនាំគ្នាមកជួយគ្រប់គ្រងផងគឺវាត្រូវតែអញ្ចឹងហើយណាបង្រៀនហើយពួកខ្ញុំនេះគឺគ្រប់គ្រងខាងបង្រៀននិងចង់ឃើញបង្រៀនយកជ័យជំនះឲ្យសាលារបស់យើងហើយចង់ឯណាបងប្រុសរបស់ពួកនោះអូចាគឺគាត់ចាំខ្ញុំនៅខាងនោះមិននឹកស្មានសោះថាឯងក៏មកមើលខ្ញុំលេងបាល់ដែរខ្ញុំមកតាមមនុស្សរបស់ខ្ញុំនោះទេអញ្ចឹងខ្ញុំស្មានតែមកជួយគ្រប់គ្រងខ្ញុំហើយចង់លេងបាល់បោះដែរទេខ្ញុំជួយបង្ហាត់វាមិនដល់ថ្នាក់នឹងពេកទេព្រោះបាល់ទាត់ក៏ខ្ញុំធ្លាប់លេងបាល់ទះក៏ខ្ញុំធ្លាប់លេងហើយបាល់បោះក៏ខ្ញុំធ្លាប់លេងដែរបើអញ្ចឹងថ្ងៃណាមួយយើងសាក់ថ្មីដៃគ្នាតែម្ដងទៅតែខ្ញុំសុំជ្រើសរើសយកបាល់បោះព្រោះវាគឺជាចំណេញរបស់ខ្ញុំយើងសាក់កម្លាំងគ្នាគឺមួយទល់នឹងមួយឬមួយក៏មិនហ៊ានតាំងពីតូចខ្ញុំមិនដែលខកខានក្នុងការដែលគេបបួលទេបើចង់សារពេលនេះក៏បានល្អអន្តើតែខ្ញុំសុំដាក់លក្ខខណ្ឌមួយលក្ខខណ្ឌស្អីគេបើសិនជាខ្ញុំឈ្នះ
ខ្ញុំត្រូវតែមានសិទ្ធិចូលខ្លួនធ្វើជាសង្សាររបស់អូនភួងតែបើសិនជាខ្ញុំចាញ់វិញនោះខ្ញុំនឹងដកខ្លួនចេញឲ្យឆ្ងាយហើយផ្ដាច់ទំនាក់ទំនងជាមួយអូនភួងជារៀងរហូតទៅនេះជាលក្ខខណ្ឌបើគ្រាន់ចង់សាកធ្វើដែរហើយតម្រូវឲ្យមានលក្ខខណ្ឌផងខ្ញុំសូមដកខ្លួនយកទៅគិតសិនបើសិនជាខ្ញុំឈ្នះខ្ញុំត្រូវតែមានសិទ្ធិចូលខ្លួនធ្វើជាសង្សាររបស់អូនភួងតែបើសិនជាខ្ញុំចាញ់វិញនោះខ្ញុំនឹងដកខ្លួនចេញឲ្យឆ្ងាយហើយផ្ដាច់ទំនាក់ទំនងជាមួយអូនភួងជារៀងរហូតទៅខ្ញុំគិតថានីតុងគ្មានសមត្ថភាពអ្វីដើម្បីយកឈ្នះបង្រៀននោះទេហើយថ្ងៃដែលប្រកួតនោះខ្ញុំមិនគាំទ្រខាងបង្រៀនព្រោះថាបង្រៀនគឺជាមនុស្សដែលខ្ញុំស្រឡាញ់បើនេះជាលក្ខខណ្ឌតើខ្ញុំត្រូវសម្រេចចិត្តបែបណាបើរៀនគេដាក់លក្ខខណ្ឌជាមួយខ្ញុំបែបនេះទៅហើយចុះបើខ្ញុំមិនចូលរួមការប្រកួតទេនោះគឺបានសេចក្តីថាខ្ញុំគឺជាមនុស្សកំសាទៅហើយទេអត់ទេខ្ញុំក៏ជាកូនប្រុសម្នាក់ដែរខ្ញុំមិនត្រូវឲ្យគេសើចចំអកខ្ញុំនោះទេខ្ញុំត្រូវតែតស៊ូធ្វើឲ្យបានដើម្បីភួងខ្ញុំត្រូវតែ